អាយ៉ាគូដែលប្រិមិត្តកំពុងតែតន្ទឹងរង់ចាំថ្ងៃនេះខ្ញុំមានការវិភាគបាទរវាងការប្រកួតកីឡាករឈើនៅវ័យនិងកីឡាករសមីបានឆមេកតែម្ដងដែលត្រូវប្រកួតជាមួយនឹងគ្នានៅថ្ងៃទី15ខែមេសាឆ្នាំ2023នៅខេត្តសៀមរាបប្រិមិត្តថាតើសមីបានឆមេកមកម្ដងនេះគេត្រៀមអ្វីខ្លះទៅនិងកីឡាករឈើនៅវ័យយើងត្រូវត្រៀមអ្វីខ្លះដើម្បីទទួលសមីបានឆមេកតែម្ដងដោយសារតែសមីបានឆមេកគឺជាកីឡាករដែលលេងទឹកភ្លៀងច្រើនណាស់ប្រិមិត្តនៅក្នុងសាវិននៅប្រទេសកម្ពុជាយើងអញ្ចឹងគេមកម្ដងនេះគេមិនអាចធូររលុងទេប្រិមិត្តគេនឹងមានក្បាច់ពិសេសណាមួយដើម្បីប្រយុទ្ធជាមួយនឹងកីឡាករកម្ពុជាយើងហើយអញ្ចឹងម្ដងនេះកីឡាករសមីបានឆមេកមកនេះគឺដឹងសខ្មៅហើយនឹងត្រូវប៉ះជាមួយកីឡាករឈឺនៅវ័យដែលជាកីឡាករកំពុងតែឡើងទឹកដៃទៅជើងខ្លាំងមែនទែនថាតើប្រិមិត្តមានសង្ឃឹមប៉ុន្មានភាគរយដែរសម្រាប់ឈឺនៅវ័យប្រិមិត្តមួយចំនួនជាច្រើនមែនទែនតែខមមិនចង់ឲ្យឈឺនៅវ័យប៉ះកីឡាករសមីបានឆមេកប៉ះទៅឥឡូវប៉ះដូចបំណងតែម្ដងគឺឈឺនៅវ័យប៉ះសមីបានឆមេកឈឺនៅវ័យនឹងមានភាគរយឈ្នះបាទគឺមានតែ2ច្រកទេទី1ឈ្នះបែកបាទគឺវាយបែកទី2គឺសន្លប់តែម្ដងបាទ2ច្រកនេះគឺយើងនឹងតែឈ្នះប្រិមិត្តតែបើយើងមិនអាចធ្វើបាន2ច្រកនេះទេយើងរៀងតានតឹងតិចហើយបាទវាពិបាកតិចដោយសារកណ្ដាប់ដៃសមីបានឆមេកអាវុធគាត់ធ្ងន់ប្រិមិត្តសំខាន់ឲ្យតែកីឡាករឈឺនៅវ័យយើងអាចទោកណ្ដាប់ដៃនិងនូនទេជើងរបស់កីឡាករសមីបានឆមេកបាននោះគឺសង្ឃឹមឈ្នះច្រើនមែនតើប្រិមិត្តបាទអាវុធបច្ចេកទេសគឺឈឺនៅវ័យយើងគឺចេះច្រើនប្រិមិត្តជង្គង់ក៏បានទាត់ក៏បានបាទម៉ាត់កែងគឺម៉ាក់កផ្លេអញ្ចឹងបើឈឺនៅវ័យយើងអាចទប់ធនបាទមានការធនខ្លាំងទៀតគឺភាគរយឈ្នះគឺខ្ពស់ប្រិមិត្តដោយសារឈឺនៅវ័យយើងមួយរយៈពេលចុងក្រោយគឺឡើងទឹកដៃទៅជើងខ្លាំងមែនទែនតែអ្វីដែលគាត់ខ្សោយគឺគាត់រៀងស្ទើរធនបន្តិចបាទអញ្ចឹងម្ដងនេះឈឺនៅវ័យយើងបើគាត់បាទអាចធនបានល្អទៀតគឺអត់ដឹងតែឈ្នះប្រិមិត្តបាទដឹងតែឈ្នះតែម្ដងតែបើសិនជាឈឺនៅវ័យប៉ះសមីបានឆមេកម្ដងនេះបើគាត់ឈ្នះគឺគាត់គឺជាកីឡាករមួយដែលមិនធម្មតាទេប្រិមិត្តដោយសារសមីបានឆមេកគេប៉ះធឿនតារាគឺបាទសមីបានឆមេកគេចាញ់ធឿនតារាមែនដោយបន្ទុកតែសមីបានឆមេកគេមិនព្រមទទួលស្គាល់ទេប្រិមិត្តគេមិនព្រមទទួលស្គាល់ទេអញ្ចឹងបើឈឺនៅវ័យបញ្ចប់សមីបានឆមេកដោយប្រការណាមួយនោះបាទគឺដឹងតែល្អមែនតែម្ដងដោយសារតែការប្រកួតនេះគឺជាការប្រកួតមួយដែលប្រិមិត្តកំពុងតែរងចាំច្រើនមែនទេសូម្បីតែ admin ក៏រងចាំដែរចង់ឲ្យឈឺនៅវ័យប៉ះសមីបានឆមេកណាស់ពេលនេះប៉ះដូចបំណងហើយអូប្រិមិត្តអើយប៉ះហើយមិនដឹងគូនេះចប់ទឹកទេប្រិមិត្តបើតាម admin គិតថាគូនេះមិនចប់ទឹកទេប្រិមិត្តមិនចប់ទឹកទេជឿជាក់ថានឹងមានបែកតែម្ដងហើយឈឺនៅវ័យយើងប្រិមិត្តបើសិនជាគាត់អាចទប់បានបាទទប់ក៏វាយចូលគាត់អាចធន់បាននោះប្រកាសជាឈ្នះប្រិមិត្តបាទគាត់ស្ទើរធន់ទៅមួយបែបទេតែបើអាវុធបច្ចេកទេសគឺគាត់ល្អណាស់ឈឺនៅវ័យអញ្ចឹងគូនេះ admin សង្ឃឹមលើកីឡាករឈឺនៅវ័យយើង 80% បើសិនជាគាត់អាចទប់នៅកណ្ដាប់ដៃកណ្ដាប់ជើងឈឺកីឡាករបាទសាមីបានឆមេកបានគឺគាត់មានសង្ឃឹមឈ្នះច្រើនដោយសារក្បាច់ឈឺនៅវ័យល្អបាទក្បាច់សម្រាប់គាត់ច្រើនក្បាច់គាត់បាទប្រកួតគឺច្រើនមែនទែនបាទក្បាច់គាត់គឺល្អមែនទែនអញ្ចឹងប្រិមិត្តមេត្តាចូល comment នៅខាងក្រោមវីដេអូម្នាក់មួយផងដើម្បីទៅដឹងថាគូនេះបាទអ្នកណាមានភាគរយខ្ពស់ជាងគេប្រិមិត្តបាទខ្ញុំគាត់ជាការវិភាគលំធម្មតាទេក្នុងការអារម្មណ៍របស់ខ្ញុំគិតបែបនេះតើប្រិមិត្តគិតឃើញយ៉ាងណាប្រិមិត្តអាច comment នៅខាងក្រោមវីដេអូម្នាក់មួយបានអញ្ចឹងភេត្រា KA គុណខ្មែរមានជាអត្ថបទតែប៉ុណ្្នឹងទេបើសិនខ្ញុំបានលើកទៅលើសលុះត្រង់ណាសូមមេត្តាខន្តីអភ័យទោសផងបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចពាក្យជាវនិងពាក្យ subscribe ម្នាក់មួយផងបាទដើម្បីទទួលបាននៅដំណឹងថ្មីៗមុនគេតែម្ដងខណៈពេលនេះជាចុងក្រោយសូមអរគុណសូមគោរពលា